ក្មេងប្រុសឈ្មោះសៀវហៅបានមកក្រុមហ៊ុនចុះបញ្ជីមួយដើម្បីដាក់ពាក្យធ្វើជាអង្គរៈតែមិននឹកស្មានថាភាគីម្ខាងទៀតបែរជាសើចចំអកឲ្យគាត់ថាមានដៃជើងតូចគ្មានសូម្បីតែលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសម្ភាសផងឃើញគេមើលងាយខ្លួនសៀវហៅក៏បង្ហាញប្រតិបត្តិការដ៏អស្ចារ្យមួយដល់គេភ្លាមគ្រាន់តែឃើញដំបងដែករបស់បុរសម្នាក់នោះស្រាប់តែលេចឡើងនៅក្នុងដៃរបស់សៀវហៅក្រោយមកសៀវហៅក៏ប្រើដៃទាំងពីរចាប់បំបាក់ដំបងដែកនោះឲ្យកង់តែម្ដងឃើញសៀវហៅខ្លាំងពូកែយ៉ាងនេះសន្តិសុខក៏នាំគាត់ចូលទៅខាងក្នុងមកដល់សាលធំសៀវហៅទើបតែដឹងថាអ្នកដែលមកដាក់ពាក្យធ្វើជាអង្គរៈផ្ទាល់ខ្លួននោះមានគ្នាស្ទើរតែក៏ពេញទៅហើយគ្រាន់តែដោយសារតែនាយិកាក្រុមហ៊ុនរបស់ពួកគេមានសម្រស់ផូរផង់ស្រស់ស្អាតលើគេសៀវហៅក៏ចូលមើលនាងមិនពេចភ្នែកនៅទីនោះមួយសន្ទុះតែនៅពេលនោះស្រាប់តែមានមេក្មេងពីរម្នាក់នាំមនុស្សមកបង្កបញ្ហានៅក្នុងក្រុមហ៊ុនភាគីម្ខាងនោះឡើងមកភ្លាមក៏បង្ខំឲ្យនាយិកាប្រកួតរបស់ដែលគេចង់បានបើមិនដូច្នោះទេគុំបន្ទោសគេថាធ្វើបាបនាងសៀវហៅឃើញឱកាសរបស់ខ្លួនមកដល់ក៏ចង់ចេញមុខការពារនាយិកាភ្លាមភាគីម្ខាងនោះឃើញគាត់គ្រាន់តែជាក្មេងកំឡោះម្នាក់ក៏មិនបានចាប់អារម្មណ៍អ្វីឡើយតែនៅពេលមេងពីលនោះរុញសៀវហៅទើបដឹងថាខ្លួនមិនអាចរុញគាត់ឲ្យរើបានសោះដូច្នេះគេក៏ត្រៀមវាយទៅលើខ្លួនរបស់សៀវហៅភ្លាមសៀវហ្វមិនត្រឹមតែមិនអីទេថែមទាំងបានវាយកំទេចមនុស្សកំណាចនោះដួលទៅនឹងដីដោយដៃខាងទៀតនាយិកាប្រតិបត្តិស្រីនោះស្រឡាំងតាំងភ្លាមរីឯមនុស្សកំណាចនោះក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនចូលទៅទាំងអស់គ្នាភ្លាមតែទោះជាយ៉ាងណាអ្នកទាំងពីរមិនទាន់បានចូលទៅដល់ខ្លួនសៀវហ្វផងក៏ត្រូវបានគេវាយពីដៃបុករួមទាំងអ្នកដែលនៅពីក្រោយក្នុងទាំងអស់នោះដួលទៅនឹងដីរហូតដល់ពេលនោះទើបមនុស្សកំណាចដឹងថាសៀវហ្វមិនធម្មតាទេដូច្នេះក៏ត្រៀមខ្លួនត្រឡប់ទៅប្រាប់ចៅវាយខ្លួនតាមការពិតរីឯសៀវហ្វក៏បានប្រើសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានការងារជាអង្គរៈសពតខ្លួនរបស់នាយិកាប្រតិបត្តិស្រីពេលដែលគាត់មកដល់ការិយាល័យដើម្បីចុះហត្ថលេខាលើកិច្ចសន្យាមិននឹកស្មានថានាយិកាប្រតិបត្តិស្រីបែរជាស្នើសុំឲ្យសៀវហ្វត្រឡប់ទៅផ្ទះជាមួយនាងនៅយប់នេះតាមពិតទៅស្ត្រីនោះទើបតែទទួលបានទូរស័ព្ទពីប្អូនស្រីបានប្រាប់គាត់ថាជីយ៉ាវដងមកពីសម្ព័ន្ធមិត្តឈាមដៃបានមកជាមួយបណ្ដាការជីតាកំពុងពិភាក្សាអំពីថ្ងៃរៀបការជាមួយពួកគេស្ត្រីនោះដឹងថាភាគីម្ខាងទៀតចង់ដកយកបច្ចេកវិទ្យាបែបនៅក្នុងដៃរបស់នាងតាមរយៈការភ្ជាប់សម្ព័ន្ធមេត្រីភាពនាងបានប្រាប់ប្អូនស្រីរបស់នាងថានាងមានមិត្តរួចហើយនឹងនាំគាត់ត្រឡប់ទៅផ្ទះនៅយប់នេះហើយនៅពេលត្រឡប់មកដល់ផ្ទះសៀវហ្វធម្មជាតិក៏បានខ្លាចជាខែការពាររបស់នាយិកាប្រតិបត្តិស្រីតែពេលដឹងថាសៀវហ្វជាសន្តិសុខលោកតាខឹងសម្បាយ៉ាងខ្លាំងពេលដែលគាត់មកដល់ការិយាល័យដើម្បីចុះហត្ថលេខាលើកិច្ចសន្យាមិននឹកស្មានថាស្ត្រីនោះបែរជាប្រាប់គាត់ថាជីយ៉ាវដងមកពីសម្ព័ន្ធមិត្តឈាមដៃបានមកជាមួយបណ្ដាការ